ស្រេចមិនដឹងក៏ស្រេចទៅកុំមកស្រេចនៅទីនេះបញ្ជាក់តាកាំងបៃដងងាប់ទៅមានបញ្ហាដល់ខ្ញុំយើងមិនចាញ់ទេយើងមិនចាញ់យើងចង់សម្រាប់ស្រីចម្លៃនេះព្រោះវាហ៊ានតាមធំលើករបស់យើងសំទោសផងណាយាយកញ្ចាស់ខ្ញុំមិនបានលួចប្រុសរបស់យាយកញ្ចាស់ឯងនោះទេគឺខ្ញុំនេះចិត្តល្អឲ្យយាយកញ្ចាស់ឯងខ្ចីសង្សារខ្ញុំ5ម្ដងម្កាលពេលដែលយាយកញ្ចាស់ឯងនេះចង់ប្រុសខ្លាំងទ្រាំមិនបានតើហើយពួកឯងនាំគ្នាក្បត់យើងពួកឯងនាំគ្នាបោកប្រាស់យើងមែនទេម៉ាក់ប្រាប់កូនបាននៅថាម៉ាក់យកលុយដែលច្រើននោះទៅណាទៅធ្វើអីម៉ាក់ប្រាប់កូនហើយថាកុំឲ្យសួរម៉ាក់បើម៉ាក់មិនប្រាប់កូនធ្វើម៉េចកូនជួយម៉ាក់បានទៅទោះតែកូនដឹងក៏កូនមិនអាចជួយម៉ាក់បានដែររឿងលុយចាក់គេនោះម៉ាក់នឹងរកវិធីដោះស្រាយដោយខ្លួនឯងតើខ្ញុំត្រូវដោះស្រាយយ៉ាងណាតើខ្ញុំរកវិធីអីដើម្បីដោះស្រាយរងឯងត្រូវបញ្ឈប់ការងារនៅក្នុងថ្ងៃនេះបងមេត្តាកុំបញ្ឈប់ការងារខ្ញុំអីណាទុកឲ្យខ្ញុំធ្វើការងារទៅខ្ញុំសន្យាថានឹងយកប្រាក់ខែខ្ញុំនេះបងរំលោះលុយដែលខ្ញុំលួចបងយកទៅទាំងប្រមាណឲ្យអស់ណាបងមេត្តាទៅអត់ទេអ្វីដែលកម្រងឯងធ្វើវាធំហួសខ្ញុំមិនអាចលើកលែងបានទេខ្ញុំទុកពេលឲ្យកម្រងឯងមួយខែបើរកដំណោះស្រាយមិនបានទេខ្ញុំនឹងប្តឹងប៉ូលីសអត់ទេខ្ញុំមិនអាចជាប់គុកបានទេខ្ញុំមិនអាចជាប់គុកបានទេហៅអ្នកបងខ្ញុំគិតថាចង់ខតតែអ្នកបងឥឡូវនេះអ្នកបងខមកល្មមខ្ញុំពិតជានឹកអ្នកបងខ្លាំងណាស់បងមានការចង់និយាយជាមួយអូនសូនីខ្ញុំក៏មានការចង់និយាយជាមួយអ្នកបងដែរចឹងគឺថាថ្ងៃមិញខ្ញុំចូលផ្សារខ្ញុំឃើញនាឡិកានោះស្អាតណាស់អ្នកបងហើយខ្ញុំស្រឡាញ់ណាស់តើអ្នកបងទិញឲ្យខ្ញុំបានទេខ្ញុំបានថតទុកណាចាំខ្ញុំផ្ញើឲ្យអ្នកបងណាមិនបាច់ផ្ញើមកទេមិនចឹងអ្នកបងឡានអ្នកបងទិញឲ្យឯងនោះបងលក់វិញសិនបានទេចង់លក់នេះអ្នកបងចង់ដូរឡានថ្មីខ្ញុំមែនទេអូយអ្នកបងពិតជាល្អណាស់ខ្ញុំស្រឡាញ់អ្នកបងខ្លាំងណាស់ស្រឡាញ់អ្នកបងខ្លាំងមែនទែនស្រឡាញ់ស្ទើរតែលេបហើយនេះស្ដាប់បងសិនណាបងត្រូវការលុយបន្ទាន់ឡានអ្នកបងទិញឲ្យឯងនោះលក់សិនបានទេចាំបងមានលុយបងទិញឲ្យឡានទំនើបឲ្យណាថាម៉េចអ្នកបងចង់លក់ឡានខ្ញុំឡាននេះអ្នកបងទិញឲ្យខ្ញុំហើយជាឈ្មោះរបស់ខ្ញុំទៀតនេះអ្នកបងចង់លក់ឡានវិញអញ្ចឹងចុះបើអ្នកបងលក់ឡានអញ្ចឹងខ្ញុំបានអីជិះទៅទម្រាំតែអ្នកបងមានលុយណាមិនដឹងកាលទេសូនីបងកំពុងតែទឹកចូលដល់ច្រមុះហើយណាអូនជួយបងប៉ុណ្ណឹងបានទេហ៎អត់គឺខ្ញុំថាអត់គឺអត់ហើយនិយាយកញ្ចាស់នេះទិញឡានឲ្យយើងឲ្យគិតថាចង់បានវិញអញ្ចឹងបញ្ជាក់តាកាំងបៃដងងាប់ទៅមានបញ្ហាដល់ខ្ញុំយើងមិនចាញ់ទេយើងចង់សម្រាប់ស្រីចម្លៃនេះព្រោះវាហ៊ានតាមធំលើករបស់យើងសំទោសផងណាយាយកញ្ចាស់ខ្ញុំមិនបានលួចប្រុសរបស់យាយកញ្ចាស់ឯង
ខ្ញុំនេះចិត្តល្អឲ្យយាយកញ្ចាក់ឯងខ្ចីសង្សារខ្ញុំ5ម្ដងម្កាលពេលដែលយាយកញ្ចាក់ឯងនេះចង់ប្រុសខ្លាំងទ្រាំមិនបានតើពួកឯងនាំគ្នាក្បត់យើងពួកឯងនាំគ្នាបោកប្រាស់យើងមែនទេពួកឯងនាំគ្នាបោកប្រាស់យើងមែនយើងនឹងសម្លាប់ឯងយើងនឹងសម្លាប់ឯងទាំងអស់គ្នាចេះទៅយកកាបូបយាយកញ្ចាក់ឯងនេះទៅវិញផងហើយចាប់ពីថ្ងៃនេះទៅកុំមករកសង្សារខ្ញុំទៀតខ្ញុំលែងឲ្យយាយកញ្ចាក់ឯងនេះខ្ចីសង្សារខ្ញុំយកទៅដេកជាមួយទៀតហើយព្រោះខ្ញុំដឹងថាយាយកញ្ចាក់ឯងនេះអស់លុយឲ្យសង្សារខ្ញុំចាយអូខ្ញុំមានរឿងសំខាន់ចង់ប្រាប់យាយកញ្ចាស់ឯងថារាល់ពេលដែលយើងដេកជាមួយយាយកញ្ចាស់ឯងនេះគឺយើងក្ពើមយើងរអៅខ្លាំងណាស់តោះអូនឆ្លាញ់